ហាងកាហ្វេនេះស្អាតមែនតើឡើង classic តែផ្លូវឡើងតាមមិនស្រួលទេចូលតែគេមេក្តៅអញ្ចឹងដាក់សូដាមួយកែវទៅនេះខ្ញុំបានកំងសូដា peach អាទឹក zero peach គេនឹងកត់ឡើងសោះប៉ុន្តែទាំងអស់នេះត្រូវតែកូរវាឲ្យចូលជាតិសប់បានវាឆ្ងាញ់ហាងហ្នឹងគឺនៅជាន់ទី1តែពិតគាត់មិនលក់តែកាហ្វេទេហាងគាត់ជាហាងកាហ្វេក៏មិនត្រូវដែរគាត់លក់ gelato ជាមួយនឹងម្ហូបអាស៊ីទីតាំងហាងហ្នឹងក៏នៅជិតវត្តបតុមដែរគឺនៅកណ្ដាលក្រុងមកនៅម្ដុំគ្នាជាមួយបែកយ៉ាត់កាហ្វេហ្នឹងគឺនៅជិតគ្នាទេហាងនៅជាន់លើមែនណាប៉ុន្តែចូលទៅក្នុងទៅគឺទលេមែនតើកន្លែងអង្គុយ outdoor ក៏មាន indoor ក៏មាននៅលើ veranda អីក៏មានដែរហើយខ្ញុំឆ្លាញ់មកហាងណាចូលចិត្តដាំដើមឈើរុក្ខជាតិអីហ្នឹងគឺចូលទៅធ្វើឲ្យយើងមានអារម្មណ៍ថាដូចនៅផ្ទះអញ្ចឹងនៅនឹងក៏មានលក់ gelato តំណងដែរប៉ុន្តែខ្ញុំបានភ្លក់ទេខ្លាចកាត់ជើងអ្នកទាំងអស់នេះអាចមើលតម្លៃលើនេះបានអ្នកទាំងអស់នេះជីតាមផ្លូវពីអសាហ្នឹងមកមើលអាផ្លាកនេះប្រយ័ត្នដើរហួសដូចខ្ញុំងាកមកស្ដាំតិចមកឃើញផ្លាកហាង3 4នៅជាប់គ្នាហ្នឹងហាងខាងលើដែលយើងទៅហ្នឹងឈ្មោះ Koki Kitchen តែបើមើល Koki ឃើញទេមើលតែ Bistro ហ្នឹងទៅតោះគ្នាដើរទៅមុខបន្តិចងាកឆ្វេងទៅឃើញចដាឡើងហើយតែបើវិញសួរសនសុកទៅគេមានសនសុកប្រចាំការនៅនឹងមួយឡើងតាមចដាហ្នឹងមកទាំងអស់នេះដល់ជាន់ទី1ហើយប៉ុន្តែពេលឡើងដល់ហ្នឹងភ្លាមមិនមែនហាងនៅមុខហ្នឹងណាទាំងអស់នេះត្រូវបត់ស្ដាំបន្តិចហើយដើរទៅត្រង់រហូតទៅហាងហ្នឹងនៅខាងឆ្វេងដៃហ្នឹងឯងឈ្មោះ Koki Kitchen នេះមើលពីក្រៅទៅគិតថាទូចឬក៏ជាអៀតអីអញ្ចឹងប៉ុន្តែចូលដល់ក្នុងទៅទលេរបស់គេដែរនៅនឹងស្ងាត់ល្អមែនតើខ្ញុំចូលចិត្ត